សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់ផ្ដល់ជូនដល់បងប្អូននៅបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងពេលឥឡូវនេះសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺបានស្ទុះឡើងច្រើនខ្លាំងណាស់ដែលវាកើនឡើងចំនួន 8% ឯណោះនេះគឺវាបានកើនឡើងច្រើនជាងប្រទេសជាច្រើននៅលើពិភពលោកលើពីនេះទៀតសូម្បីតែវិស័យទេសចររបស់ប្រទេសវៀតណាមក៏បានមានការស្ទុះឡើងច្រើនខ្លាំងដែរដែលបានកើនឡើងចំនួន 22% ឯណោះបងប្អូននេះគឺកើនឡើងច្រើនខ្លាំងណាស់បាទប្រទេសថៃវិញគឺបានធ្លាក់ចុះចំនួន 7% ចំណែកឯកម្ពុជាយើងវិញគឺបានធ្លាក់ចុះចំនួន 5% ក្នុងឆ្នាំ 2025 នេះប្រទេសដែលឈ្នះខ្លាំងបំផុតនោះគឺជាប្រទេសវៀតណាមនេះវាដូចទៅនឹងអ្វីដែលខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនកាលពីខែមិថុនាកន្លងទៅនេះអញ្ចឹងវៀតណាមគឺកំពុងតែស្ថិតនៅក្នុងយុគមាសវៀតណាមរីកចម្រើនលឿនខ្លាំងណាស់លើវិនិយោគពីបរទេសហូរចូលច្រើនខ្លាំងណាស់ហើយដោយសារតែថៃនិងកម្ពុជាមានបញ្ហាជាមួយគ្នាវាក៏បានធ្វើឲ្យវៀតណាមទទួលបានប្រាក់យ៉ាងច្រើនពីកម្ពុជាបងប្អូនប្រកាសជាឆ្ងល់ថាតើហេតុអ្វីបានជាវៀតណាមរីកចម្រើនខ្លាំងម្ល៉េះនៅក្នុងសម័យនេះនេះគឺដោយសារតែនៅក្រោមនយោបាយរបស់វៀតណាមក្នុងពេលបច្ចុប្បន្ននេះវៀតណាមគឺមិនដែលបញ្ចេញព័ត៌មានណាមួយដែលធ្វើឲ្យប្រជាជនវៀតណាមមានការស្អប់ទៅលើប្រទេសណានោះទេប្រទេសណាក៏ដោយឲ្យតែមានប្រជាជនមានភាពស្អប់ខ្ពើមនៅក្នុងខ្លួនច្រើនប្រទេសនោះគឺគ្មានថ្ងៃរីកចម្រើនទេវៀតណាមនៅក្នុងពេលបច្ចុប្បន្នគឺស្វាគមន៍ដល់ប្រជាជនពីគ្រប់បណ្ដាប្រទេសទាំងអស់ពួកគេមិនបានមានការបញ្ចូលចិត្តទៅលើប្រជាជនពីប្រទេសណានោះទេទេសចរវៀតណាមនៅក្នុងឆ្នាំនេះប្រហែលជានឹងទទួលបានភ្ញៀវចំនួន20លាននាក់បងប្អូនគិតមើលទៅគ្រាន់តែមួយឆ្នាំភ្ញៀវទេសចររបស់គេបានកើនឡើង 22% នេះគឺមានន័យថាមិនតែប្រហែលឆ្នាំទៀតទេភ្ញៀវទេសចររបស់គេនឹងបានកើនឡើងជាងនេះ2ដងក្នុងពេលអនាគតវានឹងកើនឡើងច្រើនជាងប្រទេសថៃផងក៏មិនដឹងខ្ញុំគិតថានៅក្នុងឆ្នាំ2030ភ្ញៀវទេសចរនៅក្នុងប្រទេសវៀតណាមនឹងកើនឡើងច្រើនជាងប្រទេសថៃទៅទៀតបងប្អូនគិតពិចារណាមើលទៅកាលពីឆ្នាំ2001វៀតណាមមានភ្ញៀវទេសចរត្រឹមតែ2លាននាក់តែប៉ុណ្ណោះឥឡូវឆ្នាំ2025គឺមាន20លាននាក់ហើយដល់ឆ្នាំ2030ប្រហែលជាមានដល់30លាននាក់ទៅ40លាននាក់ហើយនេះគឺវៀតណាមឈ្នះវៀតណាមទទួលបានភ្ញៀវទេសចរច្រើនប្រភេទណាស់មានពួកអឺរ៉ុបចិនជប៉ុនអាមេរិកតៃវ៉ាន់កូរ៉េខាងត្បូងរុស្ស៊ីលអង់គ្លេសហើយសប្តាហ៍ថ្ងៃនេះខ្ញុំបានឃើញក្រុមជនជាតិអាមេរិកដែលជាអ្នកធ្វើ YouTube ពួកគេបានណែនាំឲ្យប្រជាជនអាមេរិកទៅទស្សនាឬទៅរស់នៅក្នុងប្រទេសវៀតណាមឲ្យទិញផ្ទះឬខុនដូអីអញ្ចឹងទៅខ្ញុំមិននឹកស្មានទេថាប្រទេសវៀតណាមនិងអាមេរិកធ្លាប់ជាសត្រូវនឹងគ្នាប៉ុន្តែបែរជាមកคล้ายទៅជាបែបនេះវិញសោះភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងប្រទេសវៀតណាមគេសុទ្ធតែនិយាយថាម្ហូបអាហារមានតម្លៃថោកជាងនៅប្រទេសថៃទៅទៀតសន្តាគារក៏ថោកជាងដែរបងប្អូនប្រជាជនវៀតណាមមានក្មេងៗច្រើនណាស់ហើយក្មេងជំនាន់ថ្មីខ្លះគឺចេះភាសាអង់គ្លេសនៅពេលដែលខ្ញុំបានឃើញប្រទេសវៀតណាមគេបានល្អបែបនេះវាក៏បានធ្វើឲ្យខ្ញុំនឹកគិតដល់ប្រទេសកម្ពុជាតើហេតុអ្វីបានជាកម្ពុជាបែបនេះបញ្ហារបស់ប្រទេសកម្ពុជាគឺយើងមានប្រទេសជិតខាងទាំងពីរដែលគេខ្លាំងជាងយើងឆ្ងាយដាច់តែម្ដងមិនថាខាងសេដ្ឋកិច្ចយោធានិងប្រជាជនហើយយើងមានប្រវត្តិសាស្ត្របើបាត់ដីទៅឲ្យអ្នកជិតខាងទាំងពីរនេះតែម្ដងនេះហើយគឺជាមូលហេតុដែលធ្វើឲ្យកម្ពុជាយើងបែបហ្នឹងដែលយើងរស់នៅមានភាពប្រុងប្រយ័ត្នភ័យខ្លាចមិនទុកចិត្តមិនចូលចិត្តដល់ថ្នាក់ខ្មែរគ្នាឯងក៏មិនចូលចិត្តគ្នាឯងដែរមិនទុកចិត្តគ្នាឯងដែរវាបែបនេះច្រើនទសវត្សរ៍ពេកទៅវាក៏បានធ្វើឲ្យខ្មែរដូចមានមេរោគខាងផ្លូវចិត្តអញ្ចឹងដែលមិនងាយព្យាបាលរួចសោះលើពីនេះទៀតវាមិនបានជួយអ្វីទេដែលមានខ្មែរមួយចំនួនចេះតែដាក់ថ្នាំពុលចូលក្នុងចិត្តឲ្យយើងចេះតែមានការស្អប់ទៅលើអ្នកចិត្តខាងមិនឈប់ចំណែកឯខ្មែរមួយចំនួនផ្សេងទៀតកើតវង្វេងអស់ហើយគឺស្អប់ទាំងអស់បងប្អូនយើងមិនភ្លេចទេរឿងការពារទឹកដីប៉ុន្តែយើងមិនអាចចេះតែបង្ហាញភាពស្អប់របស់យើងឲ្យគេបានឃើញនោះទេអ្នកចិត្តខាងបើសិនជាគេបានដឹងថាយើងស្អប់គេខ្លាំងហើយយើងមានកម្រងចង់ធ្វើអ្វីទៅលើគេនាពេលអនាគតនោះគឺវាគ្មានថ្ងៃដែលអ្នកចិត្តខាងគេអនុញ្ញាតឲ្យយើងបានខ្លាំងនោះទេគឺគេនឹងរកគ្រប់វិធីអ្វីទាំងអស់ដែលចាំតែជន់យើងឲ្យនៅតែក្រោបបែបហ្នឹងជារៀងរហូតគ្មានថ្ងៃងើបរួចទេហើយបងប្អូនកុំស្មានថាអ្នកចិត្តខាងគេមិនមកមើល comment របស់បងប្អូនឲ្យសោះគឺគេមើលទាំងអស់ហ្នឹងហើយរឿងនេះខ្ញុំមិនចង់និយាយច្រើនទេខ្ញុំបានតាមដានមើលពីគេអស់ហើយខ្ញុំសង្ឃឹមថាប្រជាជនខ្មែរជាពិសេសក្មេងជំនាន់ថ្មីនឹងខំផ្ដោតទៅលើការអភិវឌ្ឍខ្លួនឯងនិងប្រទេសជាតិដូចជាប្រទេសវៀតណាមអញ្ចឹងគេបានប្រឡែងចោលអស់ហើយគេមិនបានមានគំនុំជាមួយអាមេរិកទៀតទេវៀតណាមមិនបានបង្ហោះព័ត៌មានណាមួយដើម្បីឲ្យប្រជាជនរបស់គេមិនចូលចិត្តប្រទេសណាមួយឡើយឥឡូវនេះវៀតណាមគេកំពុងតែសហការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសថៃខ្លាំងជាងមុនទៅទៀត
ពួកគេចង់បង្កើនការធ្វើពាណិជ្ជកម្មជាមួយគ្នាឲ្យការឡើងទៅដល់$25,000ក្នុងមួយឆ្នាំតើហេតុអ្វីនេះគឺមកពីប្រជាជនថៃនិងប្រជាជនវៀតណាមគេមិនបានមានការស្អប់គ្នាទៅវិញទៅមកនោះទេការធ្វើពាណិជ្ជកម្មគឺវាបានជួយទៅដល់តែខាងសេដ្ឋកិច្ចទេនេះគឺជាមូលហេតុដែលខ្ញុំចង់ឲ្យប្រទេសកម្ពុជាបានមើលឃើញជារូបភាពធំក្នុងនាមជាប្រទេសមួយយើងត្រូវតែចេះសហការជាមួយនឹងប្រទេសជិតខាងទាំងអស់បើមិនដូច្នេះទេយើងនឹងគ្មានថ្ងៃបានសុខនោះទេខ្ញុំបាននិយាយតែបែបនេះរហូតប្រាប់ដល់បងប្អូនតាំងតែពីដើមមកប៉ុន្តែយើងមិនភ្លេចទេក្នុងការការពារទឹកដីយើងត្រូវតែអភិវឌ្ឍទាំងខាងក្រៅនិងខាងក្នុងនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីជួយឲ្យកម្ពុជាយើងបានឆ្ពោះទៅមុខ